បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ព័ត៌មានអាប់ដេតថ្មីបន្តទៀតបងប្អូនទាំងអស់គ្នាដែលយកចេញផ្សាយបន្តពី The Konata Show ក៏ដូចជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំបន្ថែមទៀតបងប្អូនទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាពេលនេះគឺអ៊ីរ៉ង់គឺរកផ្លូវចាអស់ផ្លូវដើរមែនតើហើយมื้អនេះគឺប្រទេសធំបានចូលមកសង្គ្រប់អ៊ីរ៉ង់យកតែម្ដងណាសង្គ្រប់អ៊ីរ៉ង់យកតែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងគ្មានអ្វីក្រៅពីពាក្យថាចាញ់ទេបងប្អូននេះក្រៅពីពាក្យថាចាញ់គឺអ៊ីរ៉ង់គឺគ្មានជឿថាគ្មានសង្ឃឹមថានឹងឈ្នះសង្គ្រាមមួយនេះទេណាទាំងដែលអ៊ីរ៉ង់ព្យាយាមពង្រីកសង្គ្រាមមួយនេះឲ្យកាន់តែធំដែលអ៊ីរ៉ង់គោលបំណងប្រហែលជាចង់បង្កើតសង្គ្រាមលោកនៅពេលនេះតែម្ដងប៉ុន្តែមហាអំណាចធំពេលនេះគឺចាប់ផ្ដើមមកសង្គ្រប់អ៊ីរ៉ង់ជាប់តែម្ដងបងប្អូនអ្នកគ្នាណាអាមេរិកនិងអ៊ីស្រាអែលបានវាយអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរហើយអ៊ីរ៉ង់បានបាញ់ទៅតាមបណ្ដាប្រទេសផ្សេងៗដែលមានមូលដ្ឋានទ័ពយោធារបស់អាមេរិកហ្នឹងឥឡូវនេះបងប្អូនទាំងគ្នាគឺបារាំងមហាអំណាចបារាំងមួយទៀតបានចូលទៅជួយវាយអ៊ីរ៉ង់បន្ថែមបងប្អូនទាំងគ្នាណាអ៊ីរ៉ង់គឺចប់តែបើសិនជាមិនចុះចាញ់ទេគឺកាន់តែខ្ទេចខ្ទីកាន់តែធ្ងន់ធ្ងរបងប្អូនទាំងគ្នាណាកាន់តិចខ្ទីកាន់តែធ្ងន់ធ្ងរណាបើសិនជាអ៊ីរ៉ង់ថាឥឡូវចង់ថាមានតែផ្លូវមួយយ៉ាងទេគឺចុះចូលជាមួយនឹងសហរដ្ឋអាមេរិកព្រមចុះចាញ់ណាព្រមចុះចាញ់ហើយព្រមបិទនៅគម្រោងផលិតនុយក្លេអ៊ែរនឹងចោលណាបងប្អូនទាំងគ្នាទើបថាប៉ុណ្ណឹងវាចប់សពគ្រប់ប៉ុន្តែបើអ៊ីរ៉ង់មិនសុខចិត្តចង់សងសឹកទៀតអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរបន្ថែមទៀតបងប្អូនកាន់តែខ្ទេចកាន់តែខ្លាំងតែម្ដងណាគឺគ្មានសង្ឃឹមថាឈ្នះទេបងប្អូនទាំងគ្នាណាគ្មានសង្ឃឹមថាអាចនឹងឈ្នះទេណាទាំងដែលពេលនេះបងប្អូនទាំងគ្នាគឺចិនហើយនិងរុស្ស៊ីគឺហាក់ដូចជាមិនមានប្រតិកម្មអ្វីបានត្រឹមតែបោះពាក្យសម្ដីណាបោះពាក្យសម្ដីឲ្យសម្របសម្រួលណាដែលរុស្ស៊ីហើយនិងចិនគឺកំពុងតែគិតបញ្ហាជាតិលំណែជាធំបងប្អូនទាំងគ្នាណាគឺអត់បានបញ្ជូនទ័ពបញ្ជូនស្អីសពាវុធអីទៅជួយអ៊ីរ៉ង់ទេបងប្អូនទាំងគ្នាណាហើយកសែតធំមួយរបស់ចិនបានធ្វើការវិភាគថាចិនគឺគិតពីប្រយោជន៍ផ្ទាល់ខ្លួនរុស្ស៊ីក៏គិតពីប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងអ៊ីរ៉ង់គឺចប់ណាគឺចប់គ្រប់យ៉ាងតែម្ដងបងប្អូនអ្នកគ្នាអូខេឥឡូវកុំឲ្យខាត់ពេលយើងទៅស្ដាប់ព័ត៌មានទាំងពីរហ្នឹងតែម្ដងអ៊ីរ៉ង់កំពុងតែវាប្រហារទៅលើប្រទេសអារ៉ាប់ទាំង6ពេលនេះប្រទេសបារាំងក៏បានសម្រេចចិត្តបញ្ជូននាវាដឹកយន្តហោះនិងនាវាចម្បាំងទៅជួយដល់ពួកគេហើយបងប្អូនកុំភ្លេចប្រទេសបារាំងក៏ជាប្រទេសមហាអំណាចមួយនៅអឺរ៉ុបដែរប្រទេសបារាំងមាននុយក្លេអ៊ែរមាននាវាដឹកយន្តហោះមានយន្តហោះចម្បាំងដែលគេផលិតដោយផ្ទាល់ខ្លួនតែម្ដងមិនបានទិញពីគេទេពេលនេះអ៊ីរ៉ង់គឺចាប់ហើយមិនឈ្នះគេទេគ្រាន់តែសហរដ្ឋអាមេរិកមួយអ៊ីរ៉ង់មិនទាំងឈ្នះផងឥឡូវនេះមកបុកមហាអំណាចបារាំងមួយទៀតសព្វនិមិត្តរបស់សហរដ្ឋអាមេរិកកំពុងតែមកម្ដងមួយបន្តកន្ទុយគ្នាហើយនេះគឺជាអ្វីដែលមនុស្សភាគច្រើនមិនយល់ពីសហរដ្ឋអាមេរិកខ្ញុំធ្លាប់បាននិយាយច្រើនដងហើយដោយសារតែអ៊ីរ៉ង់កំពុងតែវាប្រហារគឺចង្ហើយថាចង់វាយសហរដ្ឋអាមេរិកសូមគិតពិចារណាផងបើវាយសហរដ្ឋអាមេរិកគឺមិនមែនវាយមួយទៅនឹងមួយនោះទេគឺនឹងវាយជាមួយនឹងរាប់សិបប្រទេសឯណោះការស្នើសុំប្រយោជន៍ជាមួយនឹងសហរដ្ឋអាមេរិកវាប្រៀបដូចជាសុំចូលនិវត្តន៍អំពីជីវិតខ្ញុំបានឃើញខមមិនបងប្អូនជាច្រើនបាននិយាយថាវាពិតជាអយុត្តិធម៌ណាស់3ទល់1ឬ20ទល់1អីអញ្ចឹងទៅជាការពិតណាស់នេះហើយគឺជាមូលហេតុដែលប្រទេសនានាគេបង្កើតសម្ព័ន្ធមិត្តគឺដើម្បីតែបែបហ្នឹងហើយបើមិនតែដើម្បីប្រយុទ្ធគ្នាដើម្បីបានឈ្នះសង្គ្រាមតើគេបង្កើតសម្ព័ន្ធមិត្តហ្នឹងឡើងមកបានប្រយោជន៍អីតើគេបង្កើតសម្ព័ន្ធមិត្តហ្នឹងឡើងមកដើម្បីតែជួបជុំគ្នាជប់លៀងផឹកស៊ីឬអ្នកណាប្រើឲ្យអ៊ីរ៉ង់មានសម្ព័ន្ធមិត្តសុទ្ធតែជាពួកប្រទេសដែលរត់បាត់មុខឆឹងនៅពេលដែលខ្លួនឯងត្រូវការជួយធ្វើអ្វីតើអ្នកណាប្រើឲ្យអ៊ីរ៉ង់មានសម្ព័ន្ធមិត្តតែជាមួយនឹងប្រទេសផ្ដាច់ការដូចជាចិននិងរុស្ស៊ីដែលផ្ដល់ឲ្យបានត្រឹមតែពាក្យលើកទឹកចិត្តនៅពេលដែលអ៊ីរ៉ង់កំពុងតែស្លាប់ប្រសិនបើអ៊ីរ៉ង់មិនចង់បានសម្ព័ន្ធមិត្តផ្ដាច់ការនោះអ៊ីរ៉ង់កុំធ្វើផ្ដាច់ការតែផ្ដាច់ការគឺបានតែផ្ដាច់ការដូចគ្នាអញ្ចឹងឯងថ្មីនេះខ្ញុំបានឃើញមានបងប្អូនមួយចំនួនបានចាញ់បោកវីដេអូ AI ខ្លាំងខ្លាយដែលបានបង្ហាញថានាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិកត្រូវបានអ៊ីរ៉ង់បំផ្លាញនេះគឺមិនប៉ັດទេសូមបងប្អូនកុំធ្លាក់ចូលព័ត៌មានខ្លាំងខ្លាយសម័យឥឡូវនេះគេបង្កើតវីដេអូខ្លាំងខ្លាយច្រើនណាស់ដែលបងប្អូនមិនងាយនឹងបែងចែកមើលដឹងបានទេឥឡូវនេះសំណួរសួរថាតើសង្គ្រាមនេះនឹងប្រើរយៈពេលអស់ប៉ុន្មានខ្ញុំគិតថាត្រឹមតែមួយអាទិត្យទៅពីរអាទិត្យទៀតអ្វីហ្នឹងវានឹងអស់ទីតាំងដែលសហរដ្ឋអាមេរិកអាចកំទេចបានទៀតហើយបន្ទាប់មកវានឹងចូលដល់ល្បែងលេខបិទពួនម្ដងល្បែងនេះវាអាចមានរយៈពេលយូរណាស់ព្រោះតែលេងល្បែងរត់ពួនហើយសហរដ្ឋអាមេរិកមិនងាយនឹងស្វែងរកពួកគេឃើញបាននោះទេល្បែងនេះវានឹងអាចមានរយៈពេលច្រើនឆ្នាំប្រសិនបើសហរដ្ឋអាមេរិកមិនព្រមបញ្ជូនទាហានថ្មើរជើងចូលទៅតាមស្វែងរកពួកគេយុទ្ធសាស្ត្រអ៊ីរ៉ង់នៅពេលនេះគឺគ្រាន់តែដើម្បីធ្វើយ៉ាងណាឲ្យខំរស់រងចាំដល់លោកត្រាំទៅបាត់តែប៉ុណ្្នឹងទេ
សំណួរនៅពេលនេះគឺថាតើអ៊ីស្រាអែលព្រមអនុញ្ញាតឲ្យអ៊ីរ៉ង់លេងល្បែងឆ្មាចាប់កណ្ដុរនេះដែរឬទេតើអ៊ីស្រាអែលនឹងប្រើយុទ្ធសាស្ត្រដោយលើកាសាដែរឬទេបើប្រើគឺនឹងឈ្នះបើមិនប្រើនោះក្នុងរយៈពេលវែងគឺនឹងមិនឈ្នះអ៊ីរ៉ង់ទេដោយសារ ហ្នឹងហើយបងប្អូនអ្នកគ្នាគឺថាដោយអ្វីដែលទឹកកណ្ដាលថាចូលនិយាយអញ្ចឹងបងប្អូនអ្នកគ្នាណាអ៊ីរ៉ង់ពេលនេះគឺចាប់ផ្ដើមក្នុងការអន់ថយម្ដងបន្តិចហើយអ៊ីរ៉ង់ក៏បានប្រកាសផងដែរថាគេមានមីស៊ីលនោះរហូតដល់ប្រមាណ 20,000 គ្រាប់បងប្អូនអ្នកគ្នាណាដែលអាចកំដរជាមួយនឹងប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកហ្នឹងរហូតដល់5 ឆ្នាំដែលមីស៊ីលហ្នឹងគឺបាញ់ក្នុងរយៈពេល1ម៉ោងគឺបាញ់បានរហូតដល់800 គ្រាប់បងប្អូនអ្នកគ្នាណាហើយកំដរបាន5 ឆ្នាំអូអានេះជារឿងប្រកាសរបស់អ៊ីរ៉ង់ទេប៉ុន្តែយើងមិនដឹងថាការពិតយ៉ាងណាទេអាមេរិកបានកំទេចនៅកន្លែងចំណុចសំខាន់ច្រើនកន្លែងមែនតើរាប់ពាន់កន្លែងបងប្អូននេះរាប់ពាន់កន្លែងហើយបងប្អូនអ្នកគ្នាណាអញ្ចឹងអ្វីដែលអ៊ីរ៉ង់គួរធ្វើនោះគឺមានតែចុះចូលសុំចុះចាញ់ណាហើយបើចង់មានអាវុធនុយក្លេអ៊ែរអាហ្នឹងប្រហែលជាមិនអាចទៅរួចទេពីព្រោះតែអាមេរិកមិនអនុញ្ញាតឲ្យទេណាប៉ុន្តែបងប្អូនអ្នកគ្នាបើសិនជាអ៊ីរ៉ង់នេះពីដើមមកជាប្រទេសណាមានចង់ឲ្យថាមាននិន្នាការជាមួយនឹងអាមេរិកជាសម្ព័ន្ធមិត្តជាមួយនឹងអាមេរិកអីប្រហែលជាអ៊ីរ៉ង់មាននុយក្លេអ៊ែរបងប្អូនណាប៉ុន្តែបើសិនជាប្រឆាំងជាមួយអាមេរិកហើយគឺពិបាកបន្តិចហើយណាអាមេរិកតាមដានស្អិតណាបងប្អូនអ្នកគ្នាណាគឺគេមិនលែងដៃឲ្យប្រទេសណាមួយទៅចង់ឲ្យថាទៅជាហានិភ័យប្រទេសគេមកនោះទេបងប្អូនអ្នកគ្នាណាឥឡូវនេះបារាំងចូលមកមួយទៀតគឺមិនដឹងថាមិនទេបារាំងមកមួយទៀតគឺចាប់គ្រប់យ៉ាងតែម្ដងណាបារាំងក៏មាននុយក្លេអ៊ែរដែរបងប្អូននេះបារាំងមាននុយក្លេអ៊ែរដែរអូខេបងប្អូនអ្នកគ្នាឥឡូវយើងទៅស្ដាប់ជាមួយនឹងព័ត៌មានមួយទៀតតាក់ទងជាមួយនឹងណាសម្ព័ន្ធមិត្តណាកសែតចិនដល់ល្បីមួយបាននិយាយពីសម្ព័ន្ធមិត្តជប់នេះបងប្អូនអ្នកគ្នាអ៊ីរ៉ង់គ្មានមិត្តពិតប្រាកដទេហើយគ្រប់ប្រទេសគេនឹងគិតពីផលប្រយោជន៍ជាតិខ្លួនឯងមុនគេជានិច្ចនេះគឺជាការលើកឡើងរបស់បណ្ដាញផ្សព្វផ្សាយរដ្ឋចិនដែលបានចុះផ្សាយដោយគេហទំព័រ CNBC នៅថ្ងៃទី2មិនិនាប្រិយមិត្តស្ដាប់ទៅមានអារម្មណ៍យ៉ាងណាដែរអត្ថបទវិភាគចេញពីកាសែត CNBC ដែលបានទម្លាយចំណងជើងថារុស្ស៊ីនិងចិនកំពុងតែបោះបង់អ៊ីរ៉ង់ឲ្យនៅម្នាក់ឯងហើយដែលត្រូវបានចាត់ទុកថាសម្ព័ន្ធភាពមានត្រឹមតែសម្ដីគ្មានសកម្មភាពខណៈដែលការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលបានឈានចូលទៅដល់ថ្ងៃទី3និងបានធ្វើគៀបមេដឹកនាំកម្ពុជាលោកអាយ៉ាតូឡាអាលីខាម៉ាណេទៀតនោះមហាអំណាចដែលអ៊ីរ៉ង់ធ្លាប់ទុកចិត្តបំផុតគឺរុស្ស៊ីនិងចិនបានត្រឹមតែចេញមុខថ្កោលទោសតាមពាក្យសម្ដីប៉ុណ្ណោះសារព័ត៌មាន CNBC បានរៀបត្រដាងថាទោះបីជាចិនរុស្ស៊ីហៅការវាយប្រហារនេះជាការរំលោភច្បាប់អន្តរជាតិប៉ុន្តែពួកគេមិនបានសន្យាថានឹងបញ្ជូនទ័ពឬផ្ដល់ជំនួយយោធាណាមួយជួយទៅដល់ទីក្រុងតេអ៊ីរ៉ង់ឡើយនេះបង្ហាញឲ្យឃើញពីដែនកំណត់យ៉ាងច្បាស់នៃមិត្តភាពយុទ្ធសាស្ត្រដែលកន្លងមកគ្រាន់តែជាការអួតអានតាមរយៈការទូតដែលគ្មានតម្លៃយោធានៅពេលដែលមានអាសន្នឡើយសម្រាប់ប្រទេសចិនទំនាក់ទំនងជាមួយរដ្ឋាភិបាលលោកដូណាល់ត្រាំនៅតែជាអាទិភាពខ្ពស់បំផុតអ្នកជំនាញបានវិភាគថាចិនកំពុងរក្សាភាពស្ងប់ស្ងាត់និងមិនលុកដៃជួយអ៊ីរ៉ង់ក៏ព្រោះតែចិនចង់យកបញ្ហានេះទៅដោះដូរជាមួយអាមេរិកលើបញ្ហាសេដ្ឋកិច្ចនិងបញ្ហាកោះតៃវ៉ាន់វិញសូម្បីតែបណ្ដាញផ្សព្វផ្សាយរដ្ឋចិនក៏បានបញ្ជាក់ចំដែរថាអ៊ីរ៉ង់គ្មានមិត្តពិតប្រាកដទេហើយគ្រប់ប្រទេសគេនឹងគិតពីផលប្រយោជន៍ជាតិខ្លួនឯងមុនគេជានិច្ចចិនសុកចិត្តមើលអ៊ីរ៉ង់រងគ្រោះជាជាងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មដ៏មហាសាលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដោយឡែករុស្ស៊ីវិញទោះបីជាធ្លាប់ទទួលបានដ្រូននិងមីស៊ីលពីអ៊ីរ៉ង់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយប៉ុន្តែនៅពេលដែលអ៊ីរ៉ង់ត្រូវការជំនួយវិញរុស្ស៊ីបែរជាគ្មានសមត្ថភាពជួយទាល់តែសោះដោយសារតែជាប់ផុងសង្គ្រាមនៅអ៊ុយក្រែនជិត4ឆ្នាំរុស្ស៊ីបានបាត់បង់សមត្ថភាពក្នុងការបំពេញឥទ្ធិពលយោធានៅមជ្ឈមបូព៌ាស្ទើរតែទាំងស្រុងលើសពីនេះលោកវ្លាឌីមៀពូទីនបែរជាចំណេញពីសង្គ្រាមនេះទៅវិញព្រោះតែការបាញ់គ្នានៅអ៊ីរ៉ង់បានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងទៅដល់ 8% ដែលនេះគឺជាឱកាសមាសសម្រាប់រុស្ស៊ីក្នុងការលក់ប្រេងយកលុយមកបន្តសង្គ្រាមរបស់ខ្លួនត្រង់ចំណុចនេះយើងសង្កេតឃើញថាទាំងរុស្ស៊ីនិងចិនសិតតែមានហេតុផលរៀងៗខ្លួនក្នុងការឈោមើលអ៊ីរ៉ង់ស្លាប់តែម្នាក់ឯងក្នុងនយោបាយគ្មានមិត្តភាពអមតៈទេមានតែផលប្រយោជន៍ជាតិប៉ុណ្ណោះដែលធំជាងគេអ៊ីរ៉ង់ពេលនេះប្រៀបបីដូចជាកូនអុកដែលគេបោះបង់ចោលក្នុងសមរភូមិបាត់ទៅហើយមុននឹងបញ្ចប់អត្ថបទនេះចង់ប្រាប់ថាទោះបីជាអ៊ីរ៉ង់ខំប្រឹងបង្កសង្គ្រាមឬខ្លាំងជាមួយអាមេរិកប៉ុណ្ណាក៏ចុងក្រោយអ៊ីរ៉ង់ត្រូវតែឈរច្បាំងម្នាក់ឯងការទាញចំណាប់អារម្មណ៍ត្រង់នេះគឺចង់បង្ហាញថាសម្ព័ន្ធភាពជាមួយមហាអំណាចកុម្មុយនីសចិនរុស្ស៊ីគឺគ្រាន់តែជារូបភាពសម្ព័ន្ធភាពដែលគ្មានព្រលឹងយោធាពិតប្រាកដនៅពីក្រោយឡើយចុងក្រោយមានតែយើងខ្លាំងទេទើបអាចឈរជើងបានក្នុងពិភពលោកដ៏គ្រោះថ្នាក់មួយនេះខ្ញុំសំអាងវណ្ណៈ True Insider ស្ដាប់គាត់ផ្សាយព័ត៌មានចង់ស្លងអារម្មណ៍ទៅតាមសម្ដីគាត់បងប្អូនអ្នកនេះគាត់និយាយត្រូវថាណារុស្ស៊ីនិងចិនគឺអត់បានជួយអ្វីដល់អ៊ីរ៉ង់ទេពេលនេះណាឬមួយក៏គេមិនទាន់ដល់ពេលជួយក៏យើងអត់ដឹងដែរបងប្អូនអ្នកគ្នាណាប៉ុន្តែបើសិនជាហ៊ានតែរុស្ស៊ីហើយនិងចិនលោកដៃចូលភ្លាម
សង្គ្រាមធំនឹងផ្ទុះឡើងខ្លាំងតែម្ដងភ្លាមផ្ទុះភ្លាមតែម្ដងបងប្អូនទាំងគ្នាណាអញ្ចឹងយើងអត់ដឹងថាយ៉ាងម៉េចទេណាយើងអត់ដឹងថាយ៉ាងម៉េចទេបងប្អូនទាំងគ្នាដូចខ្ញុំនិយាយអញ្ចឹងណាបើសិនជាចិនតាហ៊ានតែលោកដៃចូលជួយបញ្ជូនទ័ពបញ្ជូនអីទៅគឺដឹងតែប៉ះជាមួយអាមេរិកហើយណាហើយតែប៉ះជាមួយអាមេរិកហើយគឺដឹងតែសង្គ្រាមធំកើតឡើងហើយណាសង្គ្រាមនុយក្លេអ៊ែរដឹងតែកើតឡើងហើយបងប្អូនទាំងគ្នាណានឹងខ្ញុំគ្រាន់តែនេះអានេះវាជាការពិតតែម្ដងបងប្អូនទាំងគ្នាណាហើយរុស្ស៊ីពេលនេះគឺដឹងស្រាប់ហើយរុស្ស៊ីនោះជាប់ដៃមួយអ៊ុយក្រែននោះប្រហែលឆ្នាំ 3-4 ឆ្នាំហើយអត់ទាន់ចប់ទេហើយរុស្ស៊ីឥឡូវកំពុងតែដឹងហើយចង់ថាពលរុស្ស៊ីកំពុងតែរកវិធីសាស្ត្រដើម្បីរកប្រាក់ក្នុងការផ្គត់ផ្គង់យោធាបន្ថែមទៀតណាទិញសម្ភារៈអាវុធដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែនបន្តទៀតណាហើយសង្គ្រាមនេះបើសិនជាមិនប្រើប្រាស់នុយក្លេអ៊ែរទេគឺมันអាចប្រហែលជាมันអាចឈ្នះអ៊ុយក្រែនទេបងប្អូនទាំងគ្នាណាហើយទោះបីជាបើសិនជាប្រើប្រាស់នៅចូលថាប្រើប្រាស់នៅនុយក្លេអ៊ែររុស្ស៊ីគឺពេលនោះគឺនឹងចប់គ្រប់យ៉ាងណានឹងចប់គ្រប់យ៉ាងនៅពេលណាដែលរុស្ស៊ីហ៊ានប្រើប្រាស់នុយក្លេអ៊ែរទៅលើអ៊ុយក្រែនបងប្អូនទាំងគ្នាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូព័ត៌មានមួយនេះជូនពរបងប្អូនសុខភាពល្អសំណាងល្អជួបខ្ញុំនៅវីដេអូទៀតបាយបាយ